សួស្តីបងបាទថ្ងៃនេះផងដែរខ្ញុំរត់ថាបាទសូមណែនាំនៅកាមេរ៉ា 4G របស់ EZVIS ដែលជា model ចេញថ្មីនៅក្នុងចុងឆ្នាំ2025នេះផងដែរបាទ EZVIS តែងតែធ្វើការ update កាមេរ៉ាជារៀងរាល់ឆ្នាំនៅក្នុងចុងឆ្នាំនេះផងដែរ EZVIS បានបញ្ចេញកាមេរ៉ា H8B Live 4G តែ H8B Live 4G នេះផងដែរវាមិនត្រឹមតែភ្ជាប់ជាមួយនឹង 4G តែប៉ុណ្ណោះទេបាទផងដែរនេះវាបានផ្ដល់នូវ option ពិសេសមួយទៀតដែលមកភ្ជាប់ជាមួយនឹង Wi-Fi 6 អញ្ចឹងអានេះមិនមែនជា Wi-Fi ធម្មតាទេបាទ Wi-Fi 6 2.4 GHz តោះមកមើលវិធីសាស្ត្រនៃការដោតទាំងអស់គ្នាបាទដោតស៊ីមដូច្នេះនៅពេលដែលដោតស៊ីមតោះតែលើគ្រឹះដូចអំបញ្ញមិញតោះឥឡូវយើងទៅធ្វើការ power on កាមេរ៉ាទាំងអស់គ្នាបាទអញ្ចឹងយើងមានប៊ូតុង power on មួយបាទអញ្ចឹងយើងទៅចុចប៊ូតុង power on នោះបាទកាមេរ៉ានឹងធ្វើការដំណើរការ power on បាទនៅទីនេះផងដែរនៅពេល power on មានសំឡេងស្គាល់ស៊ីមអញ្ចឹងយើងទៅស្ដាប់ទាំងអស់គ្នាតើសំឡេងស្គាល់ស៊ីមហ្នឹងសំឡេងរបៀបម៉េច Startup successful តោះបន្ទាប់ពីយើងធ្វើការ power on ហើយយើងនឹងទៅធ្វើការ scan បាទ scan កាមេរ៉ាចូលទៅកាន់ app EZVIS បន្ទាប់ពីយើង scan កាមេរ៉ាចូលមកកាន់ app EZVIS ហើយបងប្អូនអាចមើលបានបាទវាមានភាពងាយស្រួលមែនទែនអញ្ចឹងគេសួរថា power on នៅកាមេរ៉ានឹងដោតស៊ីមនៅអញ្ចឹងយើងបានដោតហើយអញ្ចឹងដូច្នេះវាគ្រាន់តែយើង scan ពុបចូលភ្លាមតែម្ដងបាទដោយសារតែកន្លែងរបស់ខ្ញុំហ្នឹងទី1សេវាក៏វាលឿនដែរព្រោះនៅពេញណាហើយទី2ស៊ីមដែលខ្ញុំប្រើហ្នឹងគឺសមនឹងកន្លែងដែលខ្ញុំកំពុងធ្វើតេស្តហ្នឹងបាទសេវាឲ្យខ្លាំងបាទមុនហ្នឹងខ្ញុំបានប្រាប់ថាកាមេរ៉ានេះជាកាមេរ៉ាដែល 4G ផងហើយមកលក្ខណៈពិសេសមួយទៀតគឺជាមួយនឹង Wi-Fi តោះឥឡូវប្រកាសមែនអត់ថាវា Wi-Fi និង 4G តោះឥឡូវយើងទៅមើលការវិធីការភ្ជាប់ Wi-Fi ទាំងអស់គ្នាដោយដំបូងយើងចូលមកកាន់ setting បន្ទាប់មកយើងចូលមកកាន់ device information បាទបន្ទាប់មកវានឹងធ្វើការ search បាទនៅជិតកាមេរ៉ាហ្នឹងមាន Wi-Fi អីគេខ្លះបន្ទាប់ហ្នឹងយើងជ្រើសរើសបាទនៅ Wi-Fi ដែលយើងចង់បានហើយបន្ទាប់មកវាយ password ទៅបាទអញ្ចឹងការ connection វាបានរួចរាល់ហើយតោះឥឡូវយើងធ្វើមើលទាំងអស់គ្នាដំបូងគឺវាអត់ទាន់ចេញទេអញ្ចឹងយើងចេញមកក្រៅបន្តិចមក refresh បន្តិចទៅហើយចាំយើងចូលវិញឥឡូវមកហើយ Wi-Fi ក៏មាន 4G ក៏មានប៉ុន្តែបើសិនយើងភ្ជាប់ទាំងពីរគឺវាឲ្យអតិភិបទៅលើ Wi-Fi ហើយបងចង់បើកក៏បានបិទក៏បានដែរមិនជាបញ្ហាទេបាទសូមអរគុណទាំងអស់គ្នាដែលបានតាមដាន